អាឡូជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីបាទគឺមានវីដេអូមួយថាធ្វើម្ហូបអាហារថាចេញមកពីធ្វើការនេះចុងសប្តាហ៍គឺគ្រួសារខ្ញុំធ្វើម្ហូបថាទស្សនាចែកជូនបងប្អូនរបៀបធ្វើតិចតួចចំណេះដឹងគឺនៅប្រទេសវៀតណាមក្រុងបាញ់យើងបើបងប្អូនឃើញវីដេអូនេះសូមបងប្អូនកុំភ្លេចជួយ like ជួយ share ជួយ subscribe ខ្ញុំអ្នកមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តបង្កើតវីដេអូបន្ថែមវីដេអូប្លែកៗជំនាញចែកជូនបងប្អូនពុកម៉ែថាក្រោយពីធ្វើការហត់ទស្សនាជាការកំសាន្តបាទមិនចឹងទេគឺឡែកទៅមើលវីដេអូរបស់យើងហ្នឹងហើយនេះជាគ្រួសាររបស់ខ្ញុំពុំតែដាំថ្លបើភាសាយួនគេហៅថាម្ហូបឡៅថៃបងប្អូនប៉ុនភាសាខ្មែរអាហ្នឹងគេហៅថាស៊ុបជូរយើងគឺមានដូចជាបន្លែប្លុកនេះបងគ្រឿងដាំទឹកនិយាយទៅមកក្នុងចម្លងនេះគឺមានដូចជាបង្កងដូចជាងាវដូចជាប្រហិតប៉ុនគេហៅបោះយៀងបើខ្មែរគេហៅប្រហិតគោអញ្ចឹងពុកម៉ែបងប្អូនបាទនេះយើងទិញថាខ្ចប់ទេមិនមែនទិញថាថ្លឹងគីឡូពីណាហ្នឹងហើយតែឥឡូវយើងក៏បានដាំទឹកឆ្អិនហើយគេយើងក៏បានចាប់ម្ហូបមួយចំនួនដែលយើងរៀបចំទុកលាងវាសម្អាតស្រួលហើយយើងក៏បានលំលែកវាចូលខ្លះទុកខ្លះពេលណាយើងហូបអស់ហើយចាំយើងបន្ថែមទៀតហ្នឹងហើយពុកម៉ែបងប្អូនខ្លាចយើងហូបមិនអស់ទៅយើងចោលស្រាយអញ្ចឹងថាបងប្អូនអើយហូបវាមិនមែនទេបើគាត់យើងរੂពិបាកហ្នឹងហើយមិនយើងចេះអាចសំចាយទៅវាដើដែរដល់ចំណែកបន្លែគ្រួសារទិញមកក្រមកពុកម៉ែបងប្អូនមិនដល់ប្រហិតណាំជីមិនដល់ផ្លែស្គួនមានបន្លែគេហៅស្អីគេទេបងប្អូនដូចចប់ដូចផ្គៀតអញ្ចឹងខ្ញុំមិនដឹងគេហៅស្អីគេអានោះថាយួនគេហៅថាបន្លែស្អីទេខ្ញុំក៏មិនសូវដឹងដែរតែត្រសាក៏ឃើញទៅទិញមកដែរហ្នឹងហើយតែឥឡូវម្ហូបរបស់ខ្ញុំឥឡូវថៃនេះធ្វើបានហើយបងប្អូនហ្នឹងហើយស្អិនតែឥឡូវខ្ញុំកំពុងតែភ្លក់មើលភ្លក់អីភ្លក់បងប្អូនអើយបានតែបង្កង1 2ប៉ុណ្ណឹងបានចង់មកស្អែតចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងសូមជូនពុកម៉ែបងប្អូនថាទស្សនារៀងរាល់ channel របស់ខ្ញុំសូមកុំភ្លេចជួយ like ជួយ share ជួយជាវខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តកែច្នៃវីដេអូបន្តថែមទៀតសូមជូនពរពុកម៉ែបងប្អូនរៀងរាល់ទស្សនាថាការកំសាន្តហ្នឹងហើយសុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសារទាំងអស់សូមជួបគ្នានៅឱកាសក្រោយវីដេអូបន្តទៀតអរគុណជម្រាបលាបាយបាយ